បាទសួស្តីប្រិយមិត្តនេះជាច្រកចិញ្ចូលសម្រាប់ផ្លូវថ្មើរជើងបាទមើលផ្លូវស្មើជើងសម្រាប់បងប្អូនប្រជាពលរដ្ឋយើងធ្វើដំណើរមកទទួលឬក៏ជូនដំណើរបងប្អូនសាច់ញាតិដែលត្រូវចុះពីលើយន្តហោះឬក៏ត្រូវឡើងយន្តហោះបាទនេះគឺជាផ្លូវស្មើជើងឃើញស្អាតបាទរៀបចំមិនស្អាតល្អណាបងប្អូនអើយមើលនេះអត់មែនណានិយាយពីចំណតរថយន្តនិងចំណតម៉ូតូគឺទូលាយបាទទូលាយធំទូលាយបាទមានការ design ចំណតរថយន្តនិងម៉ូតូឬក៏ផ្លូវថ្មើរជើងរបស់បងប្អូនប្រជាពលរដ្ឋយើងទូលាយបាទផ្លូវទូលាយល្អបាទនេះជាអាងទឹកបាទនេះជាអាងទឹកអូវ៉ាវគេហៅថាថ្មប្រប្រាស់ទឹកឬក៏ការ៉ូបាទថ្មប្រប្រាស់ទឹកឬក៏ការ៉ូប្រប្រាស់ទឹកបាទទឹកមកទឹកអូអូហាគឺជាមោទនភាពខ្លាំងណាស់សម្រាប់ជាតិខ្មែរយើងបច្ចុប្បន្ននេះបាទសង្គមសម័យតេជោបាទសម័យប្រមុខដឹកនាំសម្ដេចធិបតីបាទមានការអភិវឌ្ឍរីកចម្រើនណាស់បាទនេះគឺជាថ្មប្រប្រាស់ទឹកឬក៏ការ៉ូប្រប្រាស់ទឹកបាទនៅក្នុងពលានយន្តហោះថ្មីរបស់យើងរបស់ខ្មែរយើងបាទជាមោទនភាពបាទដែលមិនអាចកាត់ថ្លៃបាននៅសមិទ្ធផលដ៏មហាអស្ចារ្យបាទមួយនេះបាទគឺស្ញប់ស្ញែងបាទគឺស្ញប់ស្ញែងខ្លាំងណាស់នេះគឺជាបងប្អូនប្រជាពលរដ្ឋដែលគាត់បានធ្វើដំណើរចេញទៅវិញបាទហើយខាងនេះអ្នកចូលបាទខាងនេះអ្នកចូលទៅខាងពលានបាទខាងនេះអ្នកគឺអ្នកចូលបាទមានចេញចូលចេញបាទអញ្ចឹងគឺជាមោទនភាពសម្រាប់ប្រជាពលរដ្ឋខ្មែរយើងទូទាំងប្រទេសនិងនៅលើឆាកអន្តរជាតិក្តីក៏ជាមោទនភាពឥតឧបមាដែលធ្វើឲ្យអន្តរជាតិបាទធ្វើឲ្យអន្តរជាតិពិភពលោកនឹងស្គាល់ខ្មែរកាន់តែច្បាស់ស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់ទៅតាមរយៈនៃប្រលានយន្តហោះថ្មីបាទលក្ខណៈស្តង់ដារពិភពលោករបស់យើងមួយនេះបាទបាទនៅទៅឃើញគួរឲ្យស្ញប់ស្ញែងណាស់បាទស្ថាបត្យកម្មមួយនេះគឺមានតម្លៃមិនអាចកាត់ថ្លៃបានបាទតទៅអនាគតសម្រាប់កូនចៅប្រជាពលរដ្ឋខ្មែរគ្រប់ចំនួនបាទគ្រប់ចំនួនដែលមានតម្លៃមិនអាចកាត់ថ្លៃបានបាទជាមោទនភាពមោទនភាពដ៏អស្ចារ្យខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរយើងបាទនេះគឺជាប្រលានយន្តហោះថ្មីបាទរបស់កម្ពុជាយើងនោះខាងនោះស្ពានអាកាសខាងនោះគឺស្ពានអាកាសបាទស្ពានអាកាសដែលទៅខាងណា